ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel លោកគ្រូសំអឿនបីគ្នាអស់រយៈកាលប្រហែលជា20ថ្ងៃជាងជិតមួយខែដែរបងប្អូនដែលខ្ញុំមិនបានបង្ហោះវីដេអូតាមពិតទៅខ្ញុំមានវីដេអូដែរបងប្អូនមិនមែនថាអត់ទេខ្ញុំបានថតសកម្មភាពសិស្សខ្ញុំធ្វើកិច្ចការក៏ដូចជាបាទជាមួយនឹងហាត់ប្រាណហើយមានដូចជាពលកម្មក៏ប៉ុន្តែខ្ញុំអត់បានបង្ហោះខ្ញុំអត់មានពេលបង្ហោះហ្មងបងប្អូនហើយសម្រាប់វីដេអូនេះគឺមិនមែនថាយ៉ាងម៉េចទេយើងចាត់ទុកថាការវិលត្រឡប់មកសារជាថ្មីជាមួយវត្តមានខ្ញុំមួយវិញទៀតចំពោះការផលិតវីដេអូខ្ញុំអត់ចូលចិត្តសម្ដែងខ្ញុំចូលចិត្តពិតរបៀបថាតើតែសកម្មភាពពិតបានយើងថតអីចឹងទៅហើយមួយទៀតជាខ្ញុំផ្ទាល់ហ្នឹងគឺមិនសូវជាមានសកម្មភាពអ្វីដែលថាច្រើនដូចគេទេភាគច្រើនគេថតវីដេអូ vlog ថតអីចឹងណាសម្រាប់គេធ្វើដំណើរអីចឹងទៅគេធ្វើជាចូលមិនមែនធ្វើជាចូលទេគេមានសកម្មភាពចូលទិញកាហ្វេទិញអីចឹងទៅហើយសម្រាប់វត្តមានខ្ញុំគឺអត់ចឹងទេខ្ញុំអត់ពិសាកាហ្វេហើយខ្ញុំក៏អត់ពិសាស្រាដែរសម្រាប់ខ្ញុំផ្ទាល់បានតែទឹកសុទ្ធទេប្រហែលជាអង្គើបន្តិចខ្ញុំថតកាមេរ៉ាមុខហើយកន្លែងនេះចរាចរណ៍មិននេះទេផ្លូវតូចទេចរាចរណ៍មិនមានញឹកអីទេណាឆ្លៀតនេះជាមួយគ្នានោះដែរអូបាទមាញ់ហ្នឹងគឺឃើញសាក់សពសំណក់បាទត្រូវបានឡានកិនជាមួយគ្នាបាទថ្ងៃនេះគឺជាពេលព្រឹកព្រលឹមតែម្ដងថ្ងៃទី5បាទថ្ងៃទី5ខែសីហាឆ្នាំ2026ដែលនេះគឺជាសកម្មភាពដែលខ្ញុំទៅចូលរួមរៀនវគ្គបណ្ដុះបណ្ដាលជាវគ្គខ្លីវគ្គ P-Tom ដែលបងប្អូនមួយចំនួននៅក្នុងស្រុកយើងប្រហែលជាស្គាល់ជាពិសេសទូទាំងខេត្តគ្រូទាំងអស់គឺត្រូវទៅរៀន P-Tom ទាំងអស់គ្នានៅថ្ងៃនេះដូចគ្នាបាទអញ្ចឹងប្រហែលជាបងប្អូនយើងបានស្គាល់ខ្លះហើយពី P-Tom ហ្នឹងដែលជាថ្នាលរបស់ PLP ដែលយកទៅអនុវត្តជាមួយនឹងសិស្សទៅតាមសមត្ថភាពរបស់ពួកគាត់ពីមុនគេនិយាយថាជួយសិស្សរៀនយឺតប៉ុន្តែឥឡូវក៏មិនសូវជាខុសគ្នាផងដែរគ្រាន់តែថាយើងលើកទឹកចិត្តសិស្សបាទលើកទឹកចិត្តសិស្សមិនមែនបន្ទោសប្រអាប់របស់គាត់លក្ខណៈថាមិនបន្ទោសប្រអាប់គាត់ថាគាត់រៀនយឺតគាត់ខ្សោយគាត់អីចឹងគឺអត់ទេអញ្ចឹងយើងលើកទឹកចិត្តគឺធ្វើយ៉ាងណាដើម្បីជួយគាត់ឲ្យរៀនកាន់តែពូកែអញ្ចឹងហើយបានជាគេឈប់ប្រើពាក្យបាទឈប់ប្រើពាក្យថាជួយសិស្សរៀនយឺតបាទអញ្ចឹងណាអរគុណច្រើនបងប្អូនវីដេអូខ្ញុំគ្មានសកម្មភាពអីច្រើនលើសពីនេះនោះទេពីព្រោះថាខ្ញុំមិនសូវជាព្យាយាមថតប្រហែលទេដូចជាកិច្ចការពេលរៀនពេលចូលរួមវគ្គសិក្ខាសាលាអីចឹងទៅគឺយើងត្រង់ត្រាប់ស្ដាប់គ្រូទេសគាត់បញ្យល់ណែនាំដល់ពេលអញ្ចឹងទៅក៏គ្មានពេលណាទាញទូរស័ព្ទមកថតសកម្មភាពពួកគាត់ដែរប៉ុន្តែបើទោះបីជាយ៉ាងណាខ្ញុំមានសេចក្តីនឹករលឹកទៅកាន់បងប្អូនខ្លាំងមែនតើថ្ងៃនេះខ្ញុំសម្រេចថាចេញវីដេអូទៀតទៅហើយអត់ចម្លែកទេបងប្អូនពីមុនខ្ញុំជិះម៉ូតូហើយឥឡូវជិះរថយន្តគឺដោយសារតែជិះឡានហ្នឹងគឺដោយសារតែអាកាសធាតុខែនេះគឺភ្លៀងខ្លាំងបាទឧស្សាហ៍ភ្លៀងហើយអញ្ចឹងហើយយើងបដូរមធ្យោបាយធ្វើដំណើរហើយសាំងក៏អស់ទៅតាមនឹងដែរអញ្ចឹងយើងមិនចង់ទេប៉ុន្តែថាដើម្បីសុវត្ថិភាពអញ្ចឹងណាបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូដ៏វែងអន្លាយរយៈពេល4នាទីនេះហើយសង្ឃឹមថាបងប្អូននឹងសុខសប្បាយហើយជាចុងក្រោយក៏ជូនពរបងប្អូនយើងឲ្យជួបប្រទេសតែបាទពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយសូមអរគុណ